ចំពោះទី2អំពីព្រះមហាក្សត្រមាត្រា11ថ្មីក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាប្រមុខរដ្ឋបានដោយធម្មតាដោយព្រះអង្គទ្រង់មានព្រះឈួនជាទម្ងន់មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានិងនាយករដ្ឋមន្ត្រីនោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានិស្សិតក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានិស្សិតពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ដោយមានចែងក្នុងវេយ្យាខណ្ឌខាងលើប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះតំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានិស្សិតនេះអាចនឹងបដូរអិសរាជជនផ្សេងទៀតក្នុងករណីដូចដែលបានចែងក្នុងវេយ្យាខណ្ឌខាងលើតាមឋានានុក្រមដូចតទៅកអនុប្រធានទី1ព្រឹទ្ធសភាខអនុប្រធានទី1រដ្ឋសភាគអនុប្រធានទី2ព្រឹទ្ធសភាខអនុប្រធានទី2រដ្ឋសភាជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា